លុយសំខាន់ឬអត់ដល់ពេលមួយអ្នកនឹងដឹងថាមួយទៅគេនិយាយប្រធានបទលុយឡានផ្ទះតែអ្នកមិនទាន់លទ្ធភាពអ្នកនឹងដឹងថាអ្នកបានត្រឹមស្ដាប់គេមិនអាចនិយាយបើទោះបីជានិយាយចំណេះដឹងទាំងនោះក៏គ្មានខ្លឹមសារទឹកមាត់សាបទាំងដែលទឹកមាត់ត្រូវមានតម្លៃខ្វះតែមួយទេគឺលុយមកបំពេញគ្រឿងលម្អគេមិនបានជឿលើអ្វីដែលអ្នកចេះទេប៉ុន្តែនឹងមើលទៅលើហោប៉ៅរបស់អ្នកមុនគេបង្អស់អារម្មណ៍នោះដូចជានៅក្នុងបន្ទប់មួយមានតែគេនិយាយអ្នកនៅតែស្ងៀមហើយសួរខ្លួនឯងថាតើខ្ញុំមកធ្វើអ្វីនៅទីនេះលុយមិនមែនជារឿងធំជាងគេតែវាជាសិទ្ធិមួយដែលអាចបើកទ្វារឱកាសជាច្រើនទាំងមិត្តភាពទាំងស្នេហាទាំងការរស់នៅមិនឲ្យអ្នកត្រឹមជាស្ដាប់គេជានិច្ចទេតែបើមានវាជាអ្នកផងដែរដែលនឹងនិយាយឲ្យគេស្ដាប់វិញចាប់ផ្ដើមស្ថាបនាខ្លួនឯងពីថ្ងៃនេះកុំឲ្យថ្ងៃក្រោយនៅតែជាមនុស្សស្ងៀមនៅចុងតដែលគេមើលរំលងទៀតព្រោះគេវាស់វែងតាមរយៈលទ្ធផលដែលអ្នកស្វែងរកមិនតាមរយៈចំណេះដឹងដែលគប់ទុកក្រោមបាតថ្មទេភូមិគំនិតអត្ថបទដោយជាសូហ្វៀ